ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះខ្ញុំតាមដានរឿង One Piece បន្តទៀតពេលនេះក្រុមរបស់ Luffy មានគ្នា4នាក់ហើយ Luffy គិតថាពួកគេគួរតែមាន logo តំណាងឲ្យក្រុមរបស់ពួកគេហើយ logo ដែល Luffy គូចេញមកដំបូងគេមើលទៅដូចស្គួតហើយ Zoro បានឲ្យយោបល់ថា logo របស់ពួកគេមើលទៅគួរតែកាញ់តិចមិនស្ញែងដាក់គេអញ្ចឹងទេពេលនោះឧសបស្ម័គ្រចិត្តធ្វើជាអ្នកគូរព្រោះវាគឺជាជំនាញរបស់គាត់មួយដែរ logo ដែលឧសបគូចេញមកដំបូងគេមានចំហវែងស្តៀងគាត់យីដូចអីក៏ដូចម៉េះអាប្រកាច់យក logo ទី2គូចេញមកទៅមើលទៅរាងកាញ់តិចតែអត់ភ្លេចទេអាមួកស្បុកនៅលើក្បាលនឹងទីបំផុតក្រុមរបស់ Luffy មាន logo និងទង់ចោលសមុទ្រប្រចាំក្រុមរបស់ពួកគេហើយបន្ទាប់មក Luffy បានប្រទះឃើញក្របកាភ្លើងធំមួយកេះនៅក្នុងឃ្លាំងហើយក៏ចង់សាកធ្វើតែកាភ្លើងលេង Nami មើលផែនទីដឹងថានៅជិតៗនឹងមានតំបន់ផ្កាថ្មដែលល្អបំផុតសម្រាប់ធ្វើតែកាភ្លើងព្រោះតំបន់នោះអត់សូវមានទូកឆ្លងកាត់បន្ទាប់មក Luffy ក៏សាកបាញ់មុនតែបាញ់អត់ចំគោលដៅសោះព្រោះវាមិនមែនជាជំនាញរបស់គាត់ដល់ពេលឧសបតម្រង់បាញ់វិញអត់ចេះខុសចឹងហើយទៅឧសបចេះតែចង់កណ្ដាល Luffy ធ្វើជាកាព្យេនតែ Luffy ប្រាប់ថាគាត់សមធ្វើជា sniper ជាងបាននិយាយអំពីទូនាទីហើយនៅមុខតំណែង Nami មានយោបល់ថាទូករបស់ពួកគេពេលនេះមានផ្ទះបាយធំហើយស្អាតណាស់តែខ្វះចុងភៅហើយនៅពេលនោះផងដែរ Luffy ក៏នៅតែនិយាយដដែលថាទូករបស់ពួកគេខ្វះអ្នកចម្រៀងម្នាក់ទៀតបន្ទាប់មកនៅពេលដែលពួកគេកំពុងតែប្រជុំគ្នានៅក្នុងបន្ទប់ស្រាប់តែមានបរិសម្នាក់មិនដឹងមកពីណាទេឡើងទូកពួកគេហើយវាយបំបីរបស់របរនៅខាងក្រៅមើលទៅបរិសម្នាក់ហ្នឹងមិនមែនជាចៅសមុទ្រទេហើយក៏ខឹងជាមួយនឹងក្រុមរបស់ Luffy ខ្លាំងណាស់ដោយចោទថាក្រុមរបស់ Luffy ហ្នឹងចង់សម្លាប់ដៃគូរបស់គាត់ហើយដោយសារតែនិយាយខាត់អត់ស្ដាប់ Luffy ក៏ចាប់បរិសម្នាក់នោះបោះបោកទប់ទៅនឹងអញ្ចឹងនៅពេលនឹងផងដែរ Zoro ស្ដាប់សំឡេងបរិសម្នាក់នឹងទៅដូចជាធ្លាប់ស្គាល់ដល់ពេលចេញមកមើល Zoro ស្គាល់បរិសម្នាក់នោះថាគាត់មានឈ្មោះថា Johnny កាលពីមុន Zoro ធ្លាប់សហការជាមួយ Johnny រកស៊ីដើរប្រមាញ់ចោលសមុទ្រជាមួយគ្នាហើយគ្នារបស់ពួកគេមានម្នាក់ទៀតឈ្មោះ Yosaku ដែលកំពុងតែត្រូវរបួសធ្ងន់ Johnny ប្រាប់ថាមុននឹងពេលដែលគាត់យក Yosaku ទៅសម្រាកនៅលើកោះតូចមួយស្រាប់តែទូកចោលសមុទ្រមួយនឹងបាញ់កំទេចកន្លែងដែលគាត់សម្រាកជាងហើយទៅគាត់ឡើងមកលើទូកនឹងដើម្បីជំរះបញ្ជីគ្នាពេលនោះ Luffy ហើយនិង Usopp បានដឹងកំហុសហើយសុំទោសឡើងញាប់មាត់បន្ទាប់មក Nami បានដើរមកជួយពិនិត្យឲ្យ Yosaku ហើយដឹងថាគាត់មានជំងឺម្យ៉ាងដែលគេហៅថា Scurvy វាមិនមែនជាជំងឺធ្ងន់ធ្ងរទេគ្រាន់តែយកក្រូចឆ្មាទៅបញ្ចុកគាត់ឲ្យច្រើនទៅគាត់នឹងជាក្នុងរយៈពេល 2-3 ថ្ងៃទៀតពេលនោះ Luffy ហើយនិង Usopp ពិបាកច្បាច់ទឹកក្រូចឆ្មាចូលក្នុងមាត់របស់គាត់ពេកក៏ចាប់ញាត់ក្រូចឆ្មាទាំងមូលចូលទៅក្នុងមាត់របស់គាត់តែម្ដងកុំឲ្យពិបាកបន្ទាប់ពីបានញ៉ាំក្រូចឆ្មាច្រើនគួរសម Yosaku ក៏ដឹងខ្លួនហើយក៏ងើបឡើងរំលេងយ៉ាងសប្បាយប៉ុន្តែមិនបានយូរទេគាត់ក៏លាប់ជំងឺឡើងវិញបន្ទាប់ពីបានរៀបចំ Yosaku ឲ្យសម្រាប់ស្រួលបួរហើយ Nami បាននិយាយប្រាប់ថាជំងឺ Curvy ហ្នឹងគឺកើតឡើងដោយសារតែខ្វះអាហារូបត្ថម្ភបើនិយាយចំទៅគឺពួកគេញ៉ាំអាហារបានត្រឹមត្រូវអត់គ្រប់ជីវជាតិដល់ពេលអញ្ចឹង Luffy បានសម្រេចថាពួកគេត្រូវការរកចុងភៅម្នាក់ដើម្បីជួយរៀបចំរបបអាហារឲ្យពួកគេពេលនោះ Johnny បានប្រាប់ថាគាត់ស្គាល់ភោជនីយដ្ឋាននៅកណ្ដាលសមុទ្រមួយដែលមានម្ហូបឆ្ងាញ់ខ្លាំងណាស់ហើយមិនចាំយូរទេពួកគេក៏នាំគ្នាធ្វើដំណើរទៅកាន់ទីនោះមិនយូរប៉ុន្មានពួកគេបានទៅដល់ហើយទីនោះមើលទៅក្លៀបខ្លាំងណាស់រៀងដូចជាសត្វត្រីភោជនីយដ្ឋានមួយនោះមានឈ្មោះថា Baratieក្នុងពេលជាមួយគ្នាក៏មានទូករបស់កងម៉ារីនមួយគ្រឿងទៅញ៉ាំអីនៅទីនោះផងដែរមេបញ្ជាការកងម៉ារីននោះប្រាប់ថាឈ្មោះរបស់គាត់គឺ Iron Fist Full Body គាត់ទៅទីនោះដើម្បីញ៉ាំអាហារជាមួយនឹងស្រីស្នេហ៍របស់គាត់ពេលនោះមេបញ្ជាការម្នាក់ហ្នឹងមើលស្គាល់ Johnny ហើយនិង Yosaku ហើយមើលងាយពួកគេថាពួកគេគឺជាអ្នកប្រមាញ់ចោលសមុទ្រកំពេចកំប៉ុកធ្វើ Johnny ខឹងខ្លាំងណាស់ក៏បាយកណ្ដាលរូបចោលសមុទ្រដែលគាត់កំពុងតែស្វែងរកចាប់ខ្លួនឲ្យលោកមេបញ្ជាការនោះមើលរូបទាំងអស់នោះសុទ្ធតែជារូបចោលសមុទ្រដែលមានឈ្មោះល្បីហើយនៅក្នុងចំណោមនោះមានចោលសមុទ្រម្នាក់ឈ្មោះ Along ដែល Nami ចាប់អារម្មណ៍ជាខ្លាំងបន្ទាប់មកមុនពេលលោកមេបញ្ជាការចូលទៅក្នុងភោជនីយដ្ឋានគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់បាញ់ពន្លិចទូករបស់ Luffy ចោលហើយបានដូចចិត្តក្រុមម៉ារីនបានសេរីកណ្ដងតម្រង់ទៅកាន់ទូករបស់ Luffy ពេលនោះដើម្បីការពារទូក Luffy បានប្រើខ្លួនរបស់គាត់ទៅចាប់គ្រាប់ដែលមើលទៅគាត់គឺជាជំពាមហើយពេលបលែនទៅវិញគ្រាប់នោះក៏បានផ្លាត់ទៅទម្លុះដបរបស់ភោជនីយដ្ឋាន Baratie ក្រោយពីហេតុការណ៍នោះបានកើតឡើងគេបានអូស Luffy ទៅជួបម្ចាស់ភោជនីយដ្ឋានឈ្មោះ Zeph ដើម្បីទូទាត់សំណងថ្លៃខូចខាតពេលនោះ Luffy យល់ព្រមសងអត់មានបញ្ហាអីទេបញ្ហានៅត្រង់ថាគាត់អត់មានលុយដល់ពេលអញ្ចឹង Zeph ក៏ទាមទារឲ្យ Luffy ធ្វើការនៅនឹងមួយឆ្នាំដើម្បីដោះអំណុលនិយាយពីក្រុមរបស់ Luffy វិញពេលចាំ Luffy យូរខ្លាំងពេកក៏នាំគ្នាចូលទៅមើលពេលទៅដល់ពួកគេបានឃើញអ្នករត់តុកម្នាក់ឈ្មោះ Sanji កំពុងតែបដៅលោកមេបញ្ជាការចេញដោយសារតែលោកមេបញ្ជាការហ្នឹងហ៊ានមើលងាយម្ហូបរបស់គាត់តាមពិត Sanji ក៏ជាមេចុងភៅម្នាក់នៅក្នុងហាងនឹងដែរឲ្យតែណាគេហ៊ានមើលងាយម្ហូបរបស់គាត់នឹងត្រូវគាត់វាយអញ្ចឹងហ្មងបន្ទាប់មក Zeph ដែលជាម្ចាស់ហាងបានទៅដល់ហើយគាត់បានបដៅទាំងលោកមេបញ្ជាការហើយនិង Sanji ចេញដែលហ៊ានឆ្លោះគ្នាបង្កចលាចលនៅក្នុងហាងរបស់គាត់ក្នុងពេលជាមួយគ្នារឿងមួយមិនទាន់ចប់ក៏កើតមានរឿងមួយទៀតពេលនោះមានចៅសមុទ្រដាច់ដៃម្នាក់បានដើរចូលទៅក្នុងហាងរបស់ពួកគេហើយកំងម្ហូបញ៉ាំហើយមានចុងភៅម្នាក់បានត្រាក់តាក់គាត់រួចសួរគាត់ថាមានលុយអត់គ្រាន់តែដឹងថាចៅសមុទ្រនោះអត់មានលុយទេចុងភៅនោះក៏បដៅចៅសមុទ្រនោះចេញម្នាក់ទៀតនិយាយជារួមទៅចុងភៅនៅក្នុងភោជនីយដ្ឋាននេះសេដ្ឋកិច្ចកាច់ខ្លាំងណាស់បន្ទាប់មក Sanji មានចិត្តល្អបានទៅឆាបាយមួយចានឲ្យចៅសមុទ្រនឹងញ៉ាំ
សានជីមានកោការរបស់គាត់មួយគឺឲ្យតណាគេឃ្លានគាត់នឹងធ្វើអីឲ្យគេញ៉ាំមិនប្រកាន់ថាអ្នកនឹងជាចោលសមុទ្រឬអត់ទេពេលនោះចោលសមុទ្រនោះបានកាយញាត់ញ៉ាំបណ្ដាទឹកភ្នែកបណ្ដាហើយដោយសារថាម្ហូបរបស់សានជីធ្វើនឹងឆ្ងាញ់ខ្លាំងណាស់អំពើល្អរបស់សានជីនៅពេលនោះលូហ្វីមើលឃើញនឹងអស់ហើយគាត់បានបបួលសានជីចូលក្រុមជាមួយគាត់តែច្បាស់ខ្លាំងណាស់ពេលនោះសានជីអត់មានហេតុផលអីត្រូវចូលក្រុមជាមួយនឹងលូហ្វីទេពេលនឹងផងដែរចោលសមុទ្រម្នាក់ដែលនៅទីនោះបានណែនាំខ្លួនថាគាត់ឈ្មោះគីនហើយក្រុមចោលសមុទ្ររបស់គាត់ទើបត្រឡប់មកពីតំបន់ក្រែនឡាញចឹងហើយទៅពេលដែលលូហ្វីនិយាយថាគាត់ចង់ទៅតំបន់ក្រែនឡាញគីនបានឲ្យយោបល់ទៅលូហ្វីថាកុំទៅកន្លែងនោះអីគ្រោះថ្នាក់ខ្លាំងណាស់ថាហើយគីនក៏អរគុណសានជីហើយចេញទូកត្រឡប់ទៅវិញបន្តមកលូហ្វីចាប់ផ្ដើមការងារថ្ងៃដំបូងធ្វើជាអ្នករត់តុចំណែកគ្នារបស់គាត់បានកំងមហោសិតតែឆ្ងាញ់អង្គុយញ៉ាំធ្វើដោយធម្មតាអត់មានខ្វល់ពីអារម្មណ៍របស់គាត់អីបន្តិចសោះពេលនោះពួកគេបានចំអន់គ្នាហើយលេងសើចជាមួយគ្នាឡើងភ្ញៀវផ្សេងទៀតមើលមុខលាន់ចំណែកសានជីដែលនៅទីនោះផងដែរក៏បានចាប់អារម្មណ៍ជាមួយនឹងសម្រស់របស់ណាមីហើយគាត់ក្លាហានណាស់ហ៊ានចូលទៅសុំស្នេហ៍នាងភ្លាមអត់មានចាំយូរទេពេលនោះណាមីបានចិត្តក៏និយាយទៅកាន់សានជីថាម្ហូបនៅនឹងដូចជាថ្លៃពេកហើយបងអូអត់អីទេអូនញ៉ាំអីយ៉ាំទៅហ្វ្រី4ថ្ងៃក្រោយមកមេចោអាប់ខ្លាំងណាស់ហើយនៅពេលនោះមានកប៉ាល់ចោលសមុទ្រយ៉ាងធំមួយបានធ្វើដំណើរមកកាន់ភោជនីយដ្ឋាននោះគឺជាកប៉ាល់របស់ចៅសមុទ្រដ៏ខ្លាំងម្នាក់ប្រចាំសមុទ្រខាងកើតឈ្មោះ Don Creek អ្នកដែលបានស្គាល់ Don Creek ម្នាក់សិតតែខ្លាចគាត់ខ្លាំងណាស់ប៉ុន្តែចម្លែកត្រង់ថាកប៉ាល់ធំនោះត្រូវបានរងការវាយប្រហារខូចខាតអស់ជាច្រើនកន្លែងបន្តមក Don Creek ត្រូវបានគេគ្រាដើរចូលទៅក្នុងភោជនីយដ្ឋានហើយអ្នកដែលគ្រាគាត់នៅពេលនោះយើងធ្លាប់ឃើញហើយគឺ Gin Don Creek ទៅកាន់ទីនោះគឺដោយសារតែ Gin ប្រាប់គាត់ថាភោជនីយដ្ឋានមួយនឹងឲ្យតែនរណាឃ្លានចិត្តដាច់ពោះស្លាប់គេនឹងផ្គត់ផ្គង់ចំណីហើយនៅពេលនោះ Don Creek បានលុតជង្គង់សុំរបស់ចុងភៅសុំរបស់ញ៉ាំប៉ុន្តែក្រុមចុងភៅមានអារម្មណ៍ស្ទាក់ស្ទើរដោយសារតែខ្លាចថាពេល Don Creek ញ៉ាំហើយមានកម្លាំងគាត់នឹងស្លាប់មនុស្សនៅទីនេះចោលទាំងអស់តែពេលនោះសានជីបានយកបាយឆាមួយចានធំហើយនឹងស្រាម្ដបទៅឲ្យ Don Creek បន្ទាប់ពីបានកាយញាត់ពេញពោះហើយ Don Creek មានកម្លាំងក៏ក្រោះសេសានជីម្ដាយផាំងផ្ងាប៉រេបន្ទាប់មក Don Creek បានបញ្ជាឲ្យចុងភៅរៀបចំចំណីអាហារសម្រាប់កូនចៅរបស់គាត់ដែលកំពុងតែស្រែកឃ្លានអាហារចំនួន100នាក់នៅលើកប៉ាល់របស់គាត់បើមិនចឹងទេគាត់នឹងសម្លាប់មនុស្សនៅក្នុងភោជនីយដ្ឋាននោះទាំងអស់ពេលនោះស្រាប់តែមានចុងភៅម្នាក់បានទាញកាភ្លើងធំទៅបាញ់ Don Creek ផ្ទុះឡើងសាហាវប៉ុន្តែការបាញ់នោះមិនអាចធ្វើអី Don Creek បានទេព្រោះគាត់មានពាក់អាវក្រោះពិសេសការពារខ្លួនមិនតែប៉ុណ្ណោះអាវក្រោះរបស់គាត់ក៏មានភ្ជាប់ជាមួយនឹងអាវុធជាច្រើនបាញ់បកមកវិញបានថែមទៀតផងដើម្បីកុំឲ្យមានរឿងវែងឆ្ងាយតទៅទៀតសេះដែលជាម្ចាស់ហាបានបកគលអាហារសម្រាប់គ្នា100នាក់ឲ្យទៅ Don Creek យកទៅឲ្យកូនចៅរបស់គាត់ញ៉ាំបន្តមកសាយរឿងបានកាត់ទៅមើលណាមីមួយផ្លែដែលពេលនេះនាងកំពុងតែនៅលើទូកជាមួយនឹង Johnny ហើយនឹង Yusaku ណាមីដូចជាចាប់អារម្មណ៍ជាមួយនឹងចៅសម្បត្តិម្នាក់ឈ្មោះអាឡុងខ្លាំងណាស់ហើយនៅពេលនោះមិនដឹងថានាងគិតអីទេក៏វាយ Johnny ហើយនឹង Yusaku ធ្លាក់ចូលក្នុងទឹករួចប្រាប់ពួកគេថានាងប្លន់យកទូកនឹងហើយក៏បានបកទូកចាក់ចេញទៅតែម្នាក់ឯងនិយាយពីកូនចៅរបស់ Don Creek វិញបន្ទាប់ពីបានញ៉ាំអាហារឆ្អែតឆ្អន់ហើយពួកគេក៏មានកម្លាំងឡើងវិញពេលនោះ Don Creek មិនបានដឹងគុណគេទេក៏បញ្ជាកូនចៅរបស់គាត់ឲ្យសម្រុកចូលទៅវាយដណ្ដើមយកទូកដែលជាភោជនីយដ្ឋាន Baratie នៅពេលនោះស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺមានបរិសុទ្ធកាប់ដាវដ៏ខ្លាំងម្នាក់បានប្រើដាវមកកាប់កំទេចកប៉ាល់ដ៏ធំរបស់ Don Creek ឲ្យលិចក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះម្ដងម្នាក់នោះត្រូវបានគេស្គាល់ថាឈ្មោះ Hawkeye ឬក៏គេហៅថា Mihawk គាត់គឺជាអ្នកចេះក្បាច់គុនដាវដែលបកកាយជាងគេនៅលើលោកគ្រាន់តែ Zoro ឃើញ Mihawk ភ្លាមគាត់បានទៅប្រមូល Mihawk ប្រកួតគ្នាផ្លែតព្រោះបើសិនជាគាត់វាយឈ្នះ Mihawk ហ្នឹងគាត់នឹងក្លាយទៅជាអ្នកកំពូលគុនដាវដែលខ្លាំងជាងគេនៅលើលោកពេលនោះ Mihawk ព្រមប្រកួតជាមួយ Zoro តែគាត់អត់ប្រើដាវធំរបស់គាត់ទេគឺគាត់ប្រើតែកូនកបិតតូចមួយតែប៉ុណ្ណោះការប្រកួតនៅជុំទី1នោះ Zoro មិនអាចធ្វើអី Mihawk បានទេតែ Zoro នៅតែចេះអត់ព្រមចោះចាញ់បន្ទាប់មកនៅពេលដែល Zoro ចង់ចេញក្បាច់ពិសេស Mihawk ក៏ស្ទុះវឹបទៅចាក់គាត់ឲ្យរបួសប៉ុន្តែឲ្យ Zoro នៅតែអត់ព្រមចាញ់ទៀតពួកឲ្យ Mihawk រសារវីរភាពរបស់គាត់ខ្លាំងណាស់ក៏សុកចិត្តផ្ដល់កិត្តិយសឲ្យ Zoro ស្លាប់ក្រោមផ្លែដាវដ៏ពិសេសរបស់គាត់ពេលឃើញចឹង Luffy រន្ធត់ចិត្តហើយខឹងជាមួយនឹង Mihawk ខ្លាំងណាស់ក៏យឹតជំពាមសម្រុកចូលទៅតែវាយ Mihawk អត់ត្រូវទេក៏ហួតទៅជួលក្បាលជាមួយនឹងក្តារទូកជាប់ក្បាលទាញអត់ចង់រួចក្រោយមក Mihawk បានប្រាប់ Luffy ថាគាត់បានបន្ធូរដៃអត់បានសម្លាប់ Zoro ចោលទេទុកឱកាសឲ្យ Zoro ប្រយុទ្ធជាមួយនឹងគាត់ម្ដងទៀតនៅថ្ងៃក្រោយបន្ទាប់មក Mihawk បានចាក់ចែងពីទីនោះតាមស្រួលហើយពេលនោះ Don Creek ចង់ប្រមូលគាត់ប្រយុទ្ធគ្នាដែរតែគាត់អត់ចាប់អារម្មណ៍ទេបន្ទាប់ពី Mihawk ត្រឡប់ទៅវិញ Luffy បានចាត់ចែងឲ្យ Usopp នាំ Zoro ទៅតាមហៅ Nami មកវិញចំណែកគាត់នៅមានការងារត្រូវធ្វើបន្តទៀតមិនអាចទៅជាមួយពួកគេបានទេសម្រាប់រឿងនេះផងដែរខ្ញុំសូមត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលឬក៏យ៉ាងណាសូមជួយ comment ប្រាប់ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង